លោកនាងនឹងប្រិយមិត្តជាទីមេត្រីគណៈពេលនេះគឺយើងបានឃើញហើយនៅមហិច្ឆតាលោភលន់របស់ចៅសៀមឈ្លានពានត្រូវបានបកអាក្រាតបន្ថែមទៀតហើយគឺថាការប្រើប្រាស់យន្តហោះចម្បាំង F16 និងគ្រាប់បែកចង្កោមបាញ់ស្រោចលើកម្ពុជាមុននេះគឺជាទង្វើក្បាលរឹងដូចដែកខែបហើយគឺក្បាលប៉ាន់ដែកដូចប្រសាសន៍សម្ដេចបានលើកឡើងជារឿយៗមកអញ្ចឹងគឺមិនរៀងចាលទេដែលកំពុងប្រឈមមុខនឹងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតពីច្បាប់អន្តរជាតិនិងសហគមន៍ពិភពលោកចំពោះឧក្រិដ្ឋកម្មសង្គ្រាមដ៏ព្រៃផ្សៃបំផុតចាក្នុងប្រវត្តិសាស្ត្រនេះភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានឈានទៅដល់ចំណុចផ្ទុះអាវុធយ៉ាងសាហាវគណៈដែលមហិច្ឆតាដណ្ដើមទឹកដីរបស់ភាគីថៃត្រូវបានលាតត្រដាងជាសាធារណៈហើយសេចក្តីថ្លែងការណ៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា CHRC នាពេលថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគឺជាការដាស់តឿនពិភពលោកឲ្យមើលឃើញពីការឈ្លានពានដ៏កក្លឿនបន្ទាប់ពីមហាអំណាចសហរដ្ឋអាមេរិកបានបញ្ចេញភស្តុតាងបកអាក្រាតថាថៃគឺជាអ្នកចាប់ផ្ដើមវាយប្រហារមុនមកលើអធិបតេយ្យភាពរបស់កម្ពុជាទោះបីជាមានការព្រមានពីអន្តរជាតិយ៉ាងណាក៏ដោយក៏កងទ័ពថៃនៅតែបង្ហាញចរិតក្បាលប៉ាន់ដែកនេះដែរគឺមិនរៀងឆានោះទេដោយបានបញ្ជូនយន្តហោះចម្បាំង F16 និង T50T8 បានវាយប្រហារតាមអាកាសយ៉ាងសន្ធឹកសន្ធាប់ការប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុលមកលើតំបន់ស៊ីវិលក្នុងខេត្តបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យបាត់ដំបងព្រះវិហារនិងកោះកុងគឺជាសក្ខីភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅហើយការបាញ់ស្រោចមុតរើសគោលដៅនេះបានធ្វើឲ្យកុមារនិងស្ត្រីស្លូតត្រង់រាប់រយអ្នករងគ្រោះយ៉ាងអណោចអាធមមហិច្ឆតារបស់ថៃដែលចង់លេបត្របាក់ទឹកដីខ្មែរតាមរយៈកម្លាំងបាយគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ICJ និងធម្មនុញ្ញអង្គការសហប្រជាជាតិដែលមិនអាចអត់ឱមបានឡើយយុត្តិធម៌អន្តរជាតិមិនអាចអង្គុយមើលបានទេនៅការឈ្លានពានរបស់សៀមនេះបានទេមិនអាចស្ងៀមស្ងាត់បានទេតាមរយៈភស្តុតាងដែលត្រូវបានបកអាក្រាតដោយសហរដ្ឋអាមេរិកកម្ពុជាមានមូលដ្ឋានច្បាស់យ៉ាងរឹងមាំក្នុងការរុញសំណុំរឿងនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីកាត់ទោសចោលឈ្លានពានសៀមនេះមិនឲ្យរួចខ្លួនជាដាច់ខាតទោះបីជាសត្រូវមានមហិច្ឆតាធំកម្រិតណាក៏ដោយក៏ស្មារតីការពារជាតិដ៏មោះមុតរបស់ខ្មែរនិងសច្ចធម៌នៃច្បាប់ពិភពលោកនឹងក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការកម្ចាត់ការឈ្លានពាននិងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះគ្រប់រូបសូមអរគុណប្រើប្រាស់ប្រដាប់អាវុធមកលើកម្ពុជានឹងស្នើឲ្យត្រឡប់ទៅធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរព្រោះគ្រប់ទង្វើរបស់យោធាថៃគឺបង្ហាញយ៉ាងច្បាស់ក្រឡែតដោយចេតនារបស់ថៃក្នុងការរំលោភបំពានឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងផែនទីឯកតោភាគីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ